បាយមួយកញ្ចប់តែផ្ទុកទៅដោយអនុស្សាវរីយ៍រាប់ចំពោះនៅចំពោះមុខគឺគ្រាន់តែជាបាយមួយកញ្ចប់ដែលទើបគាស់ចេញពីដីលើស្លឹកចេកយ៉ាងសាមញ្ញប៉ុន្តែសម្រាប់ឧត្តមសេនីយ៍ទូហ៊ុលសំអនមេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ99បាយមួយកញ្ចប់នេះមិនមែនគ្រាន់តែជាអាហារសម្រាប់បំពេញក្រពះនោះឡើយរាល់មួយម៉ាត់ដែលលោកកំពុងពិសាហាក់ដូចជាកំពុងដាស់រំលឹកការចងចាំត្រឡប់ទៅកាន់អតីតកាលទៅកាន់សមរភូមិដ៏ស្វិតស្វាញដែលគ្មានភាពងាយស្រួលទៅកាន់ពេលដែលសម្លេងផ្ទុះនិងគ្រាប់កាំភ្លើងអាចកាត់ផ្តាច់ការហូបបាយបានគ្រប់ពេលទៅកាន់ថ្ងៃដែលចានឆ្នាំងត្រូវបាត់បង់ប៉ុន្តែបេសកកម្មមិនអាចបាត់បង់តាមនោះឡើយបាយដែលកប់ក្នុងដីនៅថ្ងៃនេះគឺកំពុងតែដាក់អនុស្សាវរីយ៍នៃបាយដែលធ្លាប់ត្រូវដាំកប់ដីកាលពីអតីតកាលមួយដែលកងទ័ពត្រូវចេះរស់នៅក្នុងភាពខ្វះខាតចេះបត់បែននៅពេលស្ថានភាពផ្លាស់ប្ដូរចេះរកដំណោះស្រាយនៅពេលគ្មានសម្ភារៈហើយសំខាន់ជាងគេគឺមិនអនុញ្ញាតឲ្យឧបសគ្គរារាំងបេសកកម្មបានឡើយថ្ងៃនេះលោកអង្គុយពិសាបាយដោយស្ងប់ស្ងាត់ប៉ុន្តែក្នុងភាពស្ងប់ស្ងាត់នោះមានរឿងរ៉ាវរាប់ចំពោះកំពុងរស់ឡើងវិញរឿងរ៉ាវនៃការតស៊ូរឿងរ៉ាវនៃការលះបង់រឿងរ៉ាវនៃការរស់រាននិងរឿងរ៉ាវនៃសមរភូមិដែលបានបង្រៀនឲ្យមនុស្សម្នាក់ចេះរឹងមាំជាងមុនបាយមួយកញ្ចប់នេះมันអាចវាយតម្លៃត្រឹមតែរសជាតិបាននោះទេព្រោះនៅក្នុងនោះមានញើសមានការលំបាកមានការចងចាំមានបទពិសោធន៍ជាច្រើនឆ្នាំដែលมันអាចទិញបានដោយទឹកប្រាក់ឡើយពីបាយកប់ដីក្នុងសមរភូមិមកដល់បាយកប់ដីក្នុងការចែករំលែកបទពិសោធន៍ថ្ងៃនេះអ្វីដែលត្រូវបានបន្តមិនមែនគ្រាន់តែជាវិធីដាំបាយនោះទេប៉ុន្តែគឺជាស្មារតីនៃការតស៊ូនិងការបត់បែនរបស់កងទ័ពបាយមួយកញ្ចប់អាចបំពេញក្រពះបានមួយពេលប៉ុន្តែអនុស្សាវរីយ៍ដែលនៅពីក្រោយវាអាចបំពេញចិត្តមនុស្សម្នាក់បានពេញមួយជីវិតជាកងពលតូចដឹកជញ្ជូនលេខ99ជាសសាឈាមជាតិយើងបំរើខេមរាឲ្យបានគុំការក្សាជាតិយើងរឹងមាំដល់រាបរៀងអើយថ្មដូនអូនចាំបានទេកិច្ចការហោហែមានស្នេហ៍បងប្រាប់ត្រានត្រាភារៈជួមុខបងមិនកន្តើយបំពេញ
កិច្ចហើយបងស្នេហ៍អូនស្មោះ